សួស្តីអ្នកទាំងអស់គ្នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះអ្នកទាំងអស់គ្នាមានដំណើរកម្សាន្តទៅណាអត់បើសម្រាប់អ្នកលក់វិញនៅបើកលក់ធម្មតាអ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាអាចធ្វើការកម្មអនឡាញឬមកដល់ទីតាំងផ្ទាល់ក៏បានដែរណាឥឡូវខ្ញុំសូមធ្វើការផាត់រូបទៅលើក្រុមមិត្តភក្តិមួយក្រុមដែលបានទៅជួបជុំគ្នាលេងនៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរអញ្ចឹងកុំឲ្យខាតពេលវេលាយូរចាប់ផ្ដើមធ្វើការផាត់រូបជាមួយខ្ញុំទាំងអស់គ្នាណាហើយដំបូងនេះដែរខ្ញុំចាប់ផ្ដើមធ្វើការ sketch ជាមួយនឹងខ្មៅដៃលុបរូបកន្លែងណាដែលខ្ញុំអត់ចង់បានអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំបន្ថែមជាមួយនឹងរូបដែលខ្ញុំចង់បានចូលវិញបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមផាត់ជាមួយនឹងផ្ទៃមេឃដែលខ្ញុំចង់បានអញ្ចឹងអ្នកទាំងអស់គ្នាហើយផ្ទៃមេឃដែលខ្ញុំចង់បានហ្នឹងជាប្រភេទពណ៌ដែលរៀងថ្ងៃអាសៀលតិចណាអ្នកទាំងអស់គ្នាអញ្ចឹងទៅមិត្តភ័ក្តិអង្គុយជួបជុំគ្នាទៅអត់សូវក្តៅទេហើយខ្ញុំចាប់ផ្ដើមផាត់ជាមួយនឹងភ្នំនៅខាងក្រោយស៊ុមផ្ទះហើយចំណែកសួននេះវិញអ្នកទាំងអស់គ្នាអាចរើពណ៌បៃតងចំនួន4ថូនអីទៅដើម្បីឲ្យពណ៌របស់យើងហ្នឹងមានការឆ្លាស់ពណ៌ភ្លឿងអត់អីចឹងស្អាតចឹងមួយយ៉ាងណាអ្នកទាំងអស់គ្នាហើយខ្ញុំចាប់ផ្ដើមផាត់ជាមួយនឹងកូនខ្លាឃ្មុំដែលកំពុងតែអង្គុយញ៉ាំជាមួយនឹងផ្លែប៉ោមនេះអ្នកទាំងអស់គ្នាតមកទៀតគឺកូនឆ្មាហើយបន្ទាប់មកទៀតហ្នឹងគឺកូនតន្សាយកូនឆ្កែហើយជាមួយនឹងតួអង្គចុងក្រោយគេហ្នឹងគឺកូនកញ្ជ្រងអ្នកទាំងអស់គ្នាហើយមិត្តភ័ក្តិគេទាំង5នាក់នេះអត់មានឈ្មោះទេអញ្ចឹងអ្នកទាំងអស់គ្នាជួយរើឈ្មោះដាក់ម្នាក់មួយមកអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំសុំជាឈ្មោះបែបខ្មែរណាហើយខ្ញុំចាប់ផ្ដើមផាត់ជាមួយនឹងកាតេលអ្នកទាំងអស់គ្នាដែលពណ៌ដំបូងហ្នឹងខ្ញុំចាប់ផ្ដើមធាត់ជាមួយនឹងពណ៌រៀងសាច់បន្តិចហើយខ្ញុំឡាយជាមួយនឹងពណ៌ក្រហមណាកែមកាតេលអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំផាត់ជាមួយនឹងប្រភេទ color fade ហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមធ្វើការ detail ជាមួយនឹង color ឈើអ្នកទាំងអស់គ្នាដែល color ឈើហ្នឹងបើសិនជាយើងធ្វើការ detail ល្អិតទៅគឺស្អាតជាងអ្នកទាំងអស់គ្នាដែលយក color fade មកធ្វើការ detail កន្លែងល្អិតអញ្ចឹងណាអ្នកទាំងអស់គ្នាដោយសារតែកាឡារបស់កាតេលគឺមានសរសៃតូចមែនតើហ្មងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការ detail ជាមួយនឹងប្រភេទ color fade អត់ត្រូវទេហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើម detail ជាមួយនឹងប្រភេទ gel pen ណាអ្នកទាំងអស់គ្នាធ្វើឆ្នូតជាប្រភេទសាច់កាតេលអញ្ចឹងដែរដើម្បីធ្វើការ detail រហូតដល់លម្អិតជាងនឹងទៀតអញ្ចឹងណាអ្នកទាំងអស់គ្នាហើយខ្ញុំក៏បានថែមជាមួយនឹងគោមកាយនៅក្រោមដើមឈើមួយដែរអ្នកទាំងអស់គ្នាពណ៌របស់គេចម្រុះស្អាតមែនតើហ្មងហើយខ្ញុំក៏បានបន្ថែមជាមួយនឹងខ្សែចងជាមួយនឹងកណាត់ដែរអ្នកទាំងអស់គ្នាមានគ្រប់ពណ៌ចម្រុះពណ៌ចង់ទៅមើលទៅស្អាតខ្លាំងមែនតើដែលក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររបស់យើងជួបជុំមិត្តភ័ក្តិទៅហើយគឺមានការតុបតែងតិចតួចចឹងហត់តលិចធ្លោះហត់ទៅស្អាតមែនតើណាអ្នកទាំងអស់គ្នាសម្រាប់កូនឆ្មាវិញខ្ញុំក៏បានតុបតែងជាមួយនឹងកម្មាហុំនៅលើខ្លួនដែរអ្នកទាំងអស់គ្នាមានពណ៌លឿងម្លេចជាមួយនឹងពណ៌ក្រហមហើយជាមួយនឹងពណ៌សតិចតួចចឹងណាមើលទៅគឺស្អាតមែនតើហ្មងអ្នកទាំងអស់គ្នាបើកូនកញ្ជ្រងវិញក៏អត់ចាញ់គ្នាដែរអ្នកទាំងអស់គ្នាបងជាមួយនឹងកម្មាពណ៌ខៀវនៅលើកដូចគ្នាស្អាតមែនតើចំណែកកូនតន្សាយវិញហូបដើមរបស់គេហ្នឹងគឺកូនតន្សាយញ៉ាំការ៉ុតទេអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំចង់ដូចកូនតន្សាយមកញ៉ាំនំអន្សមខ្មែរយើងវិញមើលឆ្ងាញ់ប៉ុណ្ណាទៅណោះដល់ពេលមើលឡើងចឹងទៅខ្ញុំបានថែមផ្ការំដួលសៀតនៅលើត្រចៀកឲ្យកូនឆ្មាមួយដែរអ្នកទាំងអស់គ្នាអូយថ្ងៃនេះឡើងតួឯកហ្មងណាកូនឆ្មាហើយខ្ញុំក៏បានថែមជាមួយនឹងផ្ការំដួលនៅលើដើមខ្លះជាចុងក្រោយអ្នកទាំងអស់គ្នាគ្រាន់តែយកជាមួយនឹង gel pen ពណ៌សមកដាក់ពន្លឺនៅលើតួអង្គរបស់យើងទៅជាការស្រេចទេអ្នកទាំងអស់គ្នាហើយរូបរបស់ខ្ញុំរួចរាល់ហើយអ្នកទាំងអស់គ្នាឲ្យបន្ទុកប៉ុន្មានដែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអូយខ្ជុតខ្លាំងមែនតើហ្មងហើយអ្នកទាំងអស់គ្នាមានបានចាប់អារម្មណ៍ទៅលើផ្លែសាវម៉ាវអត់អ្នកទាំងអស់គ្នាតាមពិតរូបដើមរបស់គេគឺផ្លែ strawberry តាអ្នកទាំងអស់គ្នាអើយហើយខ្ញុំឡើងថែមលួចដាក់ផ្លែសាវម៉ាវចូលអញ្ចឹងក្នុងឱកាសបុណ្យប្រពៃណីជាតិនេះសូមឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរកម្សាន្តទៅដល់ទីណាក៏ដោយសូមឲ្យសុខសុវត្ថិភាពទាំងអស់គ្នាណាអ្នកទាំងអស់គ្នា